ស្ដីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបាននិយាយអំពី what documents you need to study in Australia តើអ្នកទាំងអស់គ្នាត្រូវត្រៀមឯកសារអីគេខ្លះដើម្បីទៅរៀននៅប្រទេសអូស្ត្រាលីអញ្ចឹងចំពោះឯកសារហ្នឹងខ្ញុំនឹងបែងចែកជាពីរប្រភេទមានឯកសារសម្រាប់ដាក់ទៅ university សម្រាប់ college admission បានន័យថាគេហៅ academic document ហើយមួយទៀតហ្នឹងគឺឯកសារសម្រាប់ធ្វើ student visa នៅអូស្ត្រាលីហ្នឹងអញ្ចឹងចំពោះឯកសារដែលអ្នកទាំងអស់គ្នាត្រូវការសម្រាប់ college admission ណា academic document ហ្នឹងទីមួយគឺអ្នកទាំងអស់គ្នាត្រូវការ certificate អញ្ចឹងអ្នកទាំងអស់គ្នាត្រូវការ certificate of highest education ណាបើសិនជាអ្នកទាំងអស់គ្នាទៅរៀននៅ bachelor អ្នកទាំងអស់គ្នាត្រូវការ highest education ហ្នឹងគឺ certificateបញ្ជាក់ថាអ្នកនរគ្នាចាប់ high school ហើយមិនត្រឹមតែ certificate អ្នកនរគ្នាក៏ត្រូវការ transcript 3ឆ្នាំចុងក្រោយដែរចំពោះអ្នកដែលបញ្ចប់ high school អញ្ចឹងយើងត្រូវការទី10 11 12អញ្ចឹងទៅអញ្ចឹងអ្នកនរគ្នាត្រូវធៀបអាពីរហ្នឹង and make sure ថាទាំងពីរហ្នឹងគឺជាភាសាអង់គ្លេសអ្នកនរគ្នាត្រូវបកប្រែវាទៅជាភាសាអង់គ្លេសហើយមួយទៀតហ្នឹងគឺអ្នកនរគ្នាត្រូវការ English language test ដូចជា IELTS ឬមួយក៏ TOEFL អាហ្នឹងវាសំខាន់សម្រាប់ការទៅរៀននៅអូស្ត្រាលី and អ្នកនរគ្នា complete ទៅ check requirement នៅក្នុង university មួយឬមួយក៏តាម course អ្នកនរគ្នាចង់ទៅរៀនព្រោះថា university ផ្សេងៗវាតម្រូវខុសៗគ្នាអញ្ចឹងនៅ university ខ្លះគឺគេតម្រូវអ្នកនរគ្នាទៅ say letter of recommendation ឬមួយក៏ personal statement ឬមួយក៏មាន CV ទៀតអញ្ចឹងអ្នកនរគ្នាត្រូវតែទៅ check ឲ្យបានលម្អិតថាគេត្រូវការអីគេខ្លះដើម្បីត្រៀមនៅក្នុងការដាក់ admission ទៅកាន់សាលាហ្នឹងហើយ complete អ្នកនរគ្នាគឺ mostly among for international student គឺគេតម្រូវឲ្យអ្នកនរគ្នា submit passport អ្នកនរគ្នាអញ្ចឹងយើងក៏ត្រូវមាន passport ដែរចំពោះទី2ហ្នឹងគឺ student visa អញ្ចឹងចំពោះ student visa ហ្នឹងឯកសារអ្នកនរគ្នាត្រូវការគឺទីមួយហ្នឹងគឺ COE ដែលជា confirmation of enrollment អ្នកនរគ្នាត្រូវតែ apply ទៅកាន់សាលាដែលអ្នកនរគ្នាចង់ទៅនឹងសិនបន្ទាប់មកទៀតពេលដែល apply បាន admission ហើយគេនឹងចេញលិខិតហ្នឹងឲ្យអ្នកនរគ្នាបញ្ជាក់ថាអូខេអ្នកនរគ្នាបាន accept នៅក្នុងការចូលរៀនហ្នឹងហើយ and sometimes គេឲ្យអ្នកនរគ្នា pay deposit ទៅគេទៀតបានគេ issue អាហ្នឹងមកអញ្ចឹងណា and មួយទៀតហ្នឹងគឺអ្នកនរគ្នាត្រូវមាន passport ដូចខ្ញុំនិយាយមិញអញ្ចឹងគឺ at least 6 months validity បានន័យថាមានសុពលភាព6ខែ and also មួយទៀតហ្នឹងគេឲ្យអ្នកនរគ្នាទៅ say ពី GTE genuine temporary entrance like a short essay explain your study intention ហើយ reason for returning home វិញចឹងទៅ and មួយទៀតហ្នឹងគឺ proof of financial capacity អញ្ចឹងអាហ្នឹងគឺ bank statement ឬមួយក៏ proof of income ឬមួយក៏ sponsor letter ពី scholarship អីផ្សេងៗដែលបញ្ជាក់ថាគឺអ្នកទាំងអស់គ្នាមាន fund សម្រាប់ការរស់នៅក្នុងអូស្ត្រាលីហ្នឹងហើយក៏គេត្រូវការ English proficiency អ្នកនរគ្នាដែរ same as university admission អញ្ចឹងណាគឺ it's either IELTS ឬមួយក៏ TOEFL ឬមួយក៏ test អីផ្សេងៗទៀតហើយអ្នកនរគ្នាត្រូវមាន OSHC ដែលជា Overseas Student Health Cover and also visa application form ហើយនិង visa application fee អីផ្សេងៗទៀតអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទៅរៀននៅអូស្ត្រាលីអ្នកនរគ្នាអាចតាក់ទងមកកាន់ Study Abroad Center ហើយនិង Study Abroad Advisor បាន